បាទសួស្តីអ្នកនរគ្នាសម្រាប់វីដេអូនេះយើងបង្ហាញអំពីមុខងាររបស់កប Emric Bar ដែលមុខងារទី1យើងបង្ហាញទៅលើមុខងារ footing rig bar អញ្ចឹងសម្រាប់មុខងារ footing rig bar យើងប្រើ generate សរសៃដែកឬក៏គូសសរសៃដែកនៅក្នុងជើងតាងឬក៏ផ្នែកគ្រឹះបាទហើយមានរូបរាងជាលក្ខណៈចតុកោណកែងអញ្ចឹងក្រៅពីរូបរាងចតុកោណកែងហ្នឹងយើងអាចគូសបានទេបាទដូចរូបរាងនេះយើងអាចគូសដោយប្រើមុខងារ footing rig bar នេះបានទេបាទអូខេអញ្ចឹងសម្រាប់ការប្រើប្រាស់បងប្អូនអាចបាទ select នៅលើជើងតាងឬក៏ផ្នែកគ្រឹះដែលយើងចង់គូសបន្ទាប់មកទៀតយើងចូលទៅក្នុង core beam rig bar យើង select នៅលើ footing rig bar បាទអាហ្នឹងវិធីទី1វិធីទី2បងប្អូនអាច select បាទ select comment មុនបាទចុចលើ footing rig bar បន្ទាប់មកយើងអាច select បាទ select ហើយយើងចុច finish មកអាហ្នឹងយើងអាចធ្វើរបៀបនឹងបានដូចគ្នាហើយសម្រាប់ការគូសយើងអាចគូសបាទយើងអាចគូសបានច្រើនក្នុងពេលតែមួយបាទដូចឧទាហរណ៍ខ្ញុំគូស4ខាងមុខនេះខ្ញុំ select 4ជើងតាងហ្នឹងទៅបាទបន្តមកទៀតយើងចុច finish នៅពេលដែលយើងចុច finish មិនថាជំហានមួយណាទេគឺយើងនឹងលោតផ្ទាំង UI បែបនេះអញ្ចឹងសម្រាប់ general setting យើងអាចកំណត់ទៅលើ cover របស់វាបាទយើងអាចយក cover top 50 size 50 bottom 75ឬក៏យើងអាចធ្វើការ modify វាបាទយើងអាចចាស់ទៅតាមតម្រូវការរបស់យើងហើយបន្តមកទៀតគឺ partition អាហ្នឹងបើសិនជាបងប្អូនធ្លាប់បាទគូសសរសៃដែកពីមុនមកដឹងថាហ្នឹងយើងប្រើសម្រាប់គ្រប់សរសៃដែកដើម្បីកុំឲ្យច្រឡំគ្នាព្រោះនៅពេលដែលយើង detail ទៅលេខរៀងវាត្រូវតែមានហើយអញ្ចឹងដោយសារខ្ញុំគូសសរសៃដែកជើងតាំងខ្ញុំដាក់ថា PC1 បាទ Pie Cap ទី1ហើយហ្នឹងក៏វាងាយស្រួលនៅពេលដែលយើងទាញចូលទៅ schedule ដែរបាទអូខេអញ្ចឹង general setting យើងសេរីប៉ុណ្ណឹងបាទបន្ទាប់មកទៀតនៅខាងក្រោមវាមាន4 tab បាទ tab ទី1ហ្នឹង top layer បាទ top layer rig bar ហ្នឹងយើងអាចបាទយើងអាចគូសយើង tick មកបើសិនយើងអត់គូសទេយើងដក tick វិញមកអញ្ចឹងវាអត់ generate នៅក្នុងជើងតាំងរបស់យើងទេឬក៏ plan គ្រឹះរបស់យើងទេអញ្ចឹងដោយសារតែបង្ហាញបងប្អូនខ្ញុំបាទ tick បាទយើង tick បើកវាមកបន្ទាប់មកយើងជ្រើសសរសៃដែកបាទអញ្ចឹង bar diameter យើងអាចជ្រើសរើសមកឥឡូវខ្ញុំជ្រើសយក DB14 អញ្ចឹងប្រភេទ DB ប្រហែលនេះអាហ្នឹងតតែបងប្អូនបង្កើតវាសិនណាបាទបង្កើត tag បាទសិនបាទបន្ទាប់មកទៀតទៅលើ spacing បាទសុំទោសឥឡូវយើងម្លងមួយទៅលើ set អញ្ចឹង set នេះបងប្អូនបាច់តោទេព្រោះខ្ញុំកំណត់វាអូតូម៉ាទិកហើយឥឡូវយើងចូល spacing អញ្ចឹង spacing យើងអាចធ្វើការផ្លាស់ប្ដូរបាទយើងអាចយក100ឬក៏120ឬក៏150ហ្នឹងតាមបាទបងប្អូនអរគ្នាហើយកន្លែងនេះ custom lake មានន័យថា set ដែលយើងប្រើនេះគឺជា set ដែកអុយបាទអញ្ចឹងធម្មតាដែកអុយវាត្រូវពុតឡើងលើទាំងសងខាងហើយអញ្ចឹងនេះយើងអាចសេរីបានដែរបាទយើងអាចសេរីបានទឹកកន្លះ3ទឹកឬក៏តាមតម្រូវការរបស់យើងបាទហើយបើយើងអត់សេរីទេអាដែកអុយហ្នឹងគឺវានឹងពុតអូតូម៉ាទិកដល់ cover ខាងលើតែម្ដងឥឡូវយើងមិនបាច់ដូរទេបាទអូខេដែក bottom បាទដែក bottom បើយើងអត់ចង់គួយទេយើងដក tick ចេញដូចគ្នាបាទឥឡូវយើងប្រើដែក14លីត្រដូចគ្នាចុះដែកកម្រិតដូចគ្នាបាទអញ្ចឹង custom leg ខ្ញុំអត់បដូរទេសម្រាប់ size rig bar ហ្នឹងដែកបាទដែកកងព័ទ្ធជុំវិញកញ្ច្រែងរបស់យើងអញ្ចឹងបើសិនជាដែកកញ្ច្រែងរបស់យើងក្រាស់យើងអាចនឹង provide វាតែបើសិនជាយើងស្ដើងទេយើងអត់ provide វាទេបាទហ្នឹងបងប្អូនអាច check មើល code បន្ថែមបាទអញ្ចឹងបើសិនជាយើងចង់គូសបាទយើង tick មកតែឡើយនេះជាវីដេអូបង្ហាញខ្ញុំគូសតែម្ដងបាទខ្ញុំយក DB 10លីចុះបាទហើយខ្ញុំយក3ដានបាទបន្ទាប់មកទៀតយើងចូលដល់ column rig bar នេះមានថាកសសរដែល connect ចេញពីផ្នែកគ្រឹះរបស់យើងបាទអញ្ចឹងយើងអាចបើកវាដែរទៅនេះយើងអាចកំណត់ cover បានដូចគ្នាបាទ cover ខ្ញុំយក30បាទ main rig bar ហ្នឹងសំដៅទៅលើដែកសរសៃមេរបស់វាយក 6 10ចុះហើយយក8ដើមបាទហើយ stirrup ខ្ញុំយកដែក8លីហើយខ្ញុំយកកម្រិត150បាទអញ្ចឹងគឺអស់ហើយបងប្អូនបាទយើងអាចធ្វើការ generate បាននេះបាទនៅពេល generate ហើយបងប្អូនអាចឃើញនៅពេលដែលបងប្អូន set transparency ទៅលើជើងតាំងរបស់យើងប៉ុន្តែបើអត់ទេវានឹង hide ទៅក្នុងជើងតាំងរបស់យើងបាទអញ្ចឹងខ្ញុំក៏បាន
រៀបចំមុខងារបន្ថែមហ្នឹងគឺ0និង2រីកបាទបាទអញ្ចឹងយើងអាចបាទចុចលើវាមកបាទអានេះនៅពេលយើងចុចម្ដងវាបិទចុចម្ដងទៀតវាបើកបងប្អូនបាទអញ្ចឹងបិទបើកបាទអញ្ចឹងបងប្អូនអាចមើលឃើញបាទអានេះជាសរសៃដែក14លីគម្លាត1 តឹកកន្លះបាទដែកខាងលើដូចគ្នា14លី1 តឹកកន្លះដូចគ្នាបាទហើយអានេះជាដែកកងរបស់យើងបាទដែក8លី1 តឹកកន្លះដូចគ្នាបាទហើយដែកមេរបស់យើង8បាទដែក6 10លី8ដើមអញ្ចឹងគឺវាបាទ generate មកបែបហ្នឹងបាទហើយវា generate ទៅតាមទីតាំងដែលយើងបាន select បាទបាទចំពោះដែកកងនេះបងប្អូនមិនបាច់បារម្ភទេព្រោះវានឹងធ្វើការ arrange automatic ខាងក្រោមធ្នឹមហ្នឹង50 មីលីម៉ែត្របាទព្រោះហ្នឹងយើងបានចងរូបមន្តវារួចរាល់ហើយអញ្ចឹងបងប្អូនមិនបាច់បារម្ភទេនៅពេលដែលយើងgenerate ហើយគឺយើងអាចប្រើប្រាស់បានតែម្ដងបាទហើយនៅក្នុងហ្នឹងក៏ខ្ញុំបានភ្ជាប់មុខងារបន្ថែមទៀតដែរពាក់ព័ន្ធជាមួយនឹងការ calculate តំណដែកអីហ្នឹងគឺយើងអាចធ្វើការកណនីបានដូចគ្នាបាទចឹងនេះអត់អីខ្ញុំបង្ហាញមុខងារវាផ្ដាច់បាទផ្ដាច់ចេញពីគ្នាតែម្ដងបាទអញ្ចឹងសម្រាប់មុខងារបង្ហាញទៅលើ footing Rigba គឺយើងបញ្ចប់តាមហ្នឹងបាទសូមអរគុណ